លោកឧបនាយករដ្ឋមន្ត្រីហងជួនណារ៉ុនបានលើកឡើងថាបញ្ញាសិប្បនិម្មិត AI គឺជាបច្ចេកវិទ្យាដ៏សំខាន់ក្នុងយុគវត្តឧស្សាហកម្ម 4.0 និងបរិវត្តកម្មឌីជីថលដែលអាចជួយលើកកម្ពស់គុណភាពនៃការរៀននិងបង្រៀនយ៉ាងមានប្រសិទ្ធភាពប៉ុន្តែវានៅតែមិនអាចជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយយើងត្រូវប្រើប្រាស់ AI ជាឧបករណ៍ជំនួយការងារដោយមានសីលធម៌និងទំនួលខុសត្រូវដើម្បីបង្កើនការគិតវិភាគនិងច្នៃប្រឌិតរបស់សិស្សដោយមិនប៉ះពាល់ដល់ឯករាជ្យភាពនៃការគិតរបស់ពួកគេក្រសួងអប់រំយុវជននិងកីឡាមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំដោយកែតម្រង់កម្មវិធីសិក្សាសៀវភៅសិក្សានិងវិធីសាស្ត្របណ្ដុះបណ្ដាលគ្រូដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ចឌីជីថលនិងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិការប្រើប្រាស់បច្ចេកវិទ្យាត្រូវផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សដែលវាស់វែងតាមរយៈការវិតម្លៃថ្នាក់តំបន់និងអន្តរជាតិដូចជាស៊ីភុំនិងភេសាចំពោះកម្រិតមធ្យមសិក្សាវិញក្រសួងនឹងបន្តកែលម្អនិងប្រើប្រាស់វិធីសាស្ត្របង្រៀនបែបថ្មីឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីជំរុញពិន្ទុតេស្តភាសាឲ្យកើនឡើងលោកឧបនាយករដ្ឋមន្ត្រីបានជំរុញឲ្យគណៈគ្រប់គ្រងនិងភាគីពាក់ព័ន្ធទាំងអស់ពិនិត្យកម្មវិធីសិក្សាបញ្ចូលបច្ចេកវិទ្យាឌីជីថលនិងសូចនាករតេស្តស៊ីភុំនិងភាសាទៅក្នុងការគ្រប់គ្រងសាលារៀននិងថ្នាក់រៀនការអនុវត្តនេះនឹងជួយជំរុញកំណែទម្រង់សាលារៀនឲ្យក្លាយជាកុសាលារៀនគំរូនិងបន្តកំណែទម្រង់វិស័យឧត្តមសិក្សាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលដើម្បីកសាងមូលធនមនុស្សកម្ពុជាឲ្យមានភាពធន់វៃឆ្លាតនិងប្រកួតប្រជែងខ្ពស់សន្និសីទស្រាវជ្រាវនេះមានគោលបំណងលើកកម្ពស់ការស្រាវជ្រាវការចែករំលែកចំណេះដឹងបទពិសោធន៍និងការពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងវិជ្ជាជីវៈគ្រូបង្រៀននិងការអប់រំ